មន្ទីរទេសចរខេត្តបាត់ដំបងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបាណន់បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការបម្រើសេវាកម្មម្ហូបអាហារនិងភេសជ្ជៈជូនដល់ប្រតិបត្តិករដែលប្រកបរបរពាក់ព័ន្ធភោជនីយដ្ឋានអាហារដ្ឋាននិងតូបអាហារនៅក្នុងស្រុកបាណន់ដើម្បីពង្រឹងគុណភាពនៃការផ្ដល់សេវាកម្មសម្ដៅបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យមកកាន់ខេត្តបាត់ដំបងកាន់តែច្រើនឡើងលោកហមអរុនអនុប្រធានមន្ទីរទេសចរខេត្តបាត់ដំបងថ្លែងឲ្យដឹងថាវគ្គបណ្ដុះបណ្ដាលនេះមានការគាំទ្រពីអង្គការ Sweet Contact ក្រោមគម្រោងអភិវឌ្ឍជំនាញហូការរបស់ក្រសួងទេសចរដែលមានការចូលរួមពីសិក្ខាកាមដែលជាម្ចាស់អាជីវកម្មបុគ្គលិកនិងយុវជនផងដែរលោកហមអរុនគូបញ្ជាក់ថាវគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី24ដល់ថ្ងៃទី26ខែកុម្ភៈឆ្នាំ2026ធ្វើឡើងក្នុងគោលបំណងពង្រឹងនិងបន្ថែមជំនាញបែបស្តង់ដារដល់អ្នកប្រកបអាជីវកម្មភោជនីយដ្ឋានអាហារដ្ឋាននិងតូបអាហារដើម្បីធ្វើឲ្យភ្ញៀវដែលមកទទួលសេវាកម្មមានភាពកក់ក្ដៅគោលបំណងសំខាន់នៅក្នុងការបើកវគ្គបណ្ដុះបណ្ដាលទៅលើជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈនេះគឺយើងធ្វើឡើងដើម្បីពង្រឹងបានន័យថាសមត្ថភាពរបស់អ្នកប្រកបនៅក្នុងអាជីវកម្មភោជនីយដ្ឋានអាហារដ្ឋានតូបអាហារហើយជាពិសេសគឺបំពាក់ទៅនឹងស្តង់ដារជូនពួកគាត់ឲ្យក្នុងការប្រកបអាជីវកម្មប្រកបទៅដោយស្តង់ដារធ្វើឲ្យភ្ញៀវដែលអញ្ជើញមកប្រើប្រាស់សេវាកម្មនឹងទទួលបាននៅអារម្មណ៍កក់ក្ដៅហើយជាពិសេសទទួលបាននៅអ្វីដែលពួកគាត់រំពឹងទុកហើយក្នុងនោះមន្ទីរទេសចររំពឹងថាបន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលរយៈពេល3ថ្ងៃនេះហើយពួកគាត់នឹងអាចទទួលបាននៅចំណេះដឹងជំនាញបន្ថែមទៅលើអ្វីដែលគាត់ប្រកបរបរប្រចាំថ្ងៃហើយជាពិសេសគឺអាចផ្ដល់សេវាកម្មកាន់តែប្រសើរនិងធ្វើឲ្យភ្ញៀវកាន់តែសប្បាយចិត្តបាទអញ្ចឹងនៅពេលដែលភ្ញៀវសប្បាយចិត្តពួកគាត់នឹងអញ្ជើញមកលេងនៅក្នុងខេត្តបាត់ដំបងក៏ដូចជានៅក្នុងស្រុកបាណន់លើកក្រោយជាមួយនឹងមិត្តភ័ក្តិបងប្អូនដែលជាផ្នែកមួយនៅក្នុងការលើកកម្ពស់ដល់សេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបង្កើតឱកាសការងារបាទទប់ស្កាត់ការចំណាក់ស្រុកហើយជាពិសេសនឹងជំរុញឲ្យកេរ្តិ៍ឈ្មោះរបស់ខេត្តបាត់ដំបងក៏ដូចជាស្រុកបាណន់បានល្បីល្បាញផងដែរការផ្ដល់សេវាកម្មជូនទៅដល់ភ្ញៀវចាំបាច់ត្រូវតែអ្នកផ្ដល់សេវាកម្មហ្នឹងត្រូវមានជំនាញអញ្ចឹងវគ្គបណ្ដុះបណ្ដាលមួយនេះបាទគឺជាផ្នែកមួយដែលបានចូលរួមជំរុញឲ្យមានភាពតាក់ទាញហើយជាពិសេសគឺធ្វើឲ្យភ្ញៀវគាត់ពេញចិត្តជាមួយនឹងការផ្ដល់សេវាកម្មរបស់បុគ្គលិកអញ្ចឹងសិក្ខាកាមដែលបានចូលរៀននៅក្នុងវគ្គនេះនៅពេលដែលគាត់ត្រឡប់ទៅវិញគាត់នឹងផ្សព្វផ្សាយនៅចំណេះដឹងក៏ដូចជាការចែករំលែកទៅដល់មិត្តរួមការងាររបស់គាត់បន្ថែមដែលធ្វើយ៉ាងណាឲ្យការផ្ដល់សេវាហ្នឹងកាន់តែមានភាពប្រសើរឡើងនៅតាមអាជីវកម្មនិងតាមគោលដៅរបស់ពួកគាត់ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់អាយដាមហ៊ុនហាក់បាទរដ្ឋមន្ត្រីក្រសួងទេសចរនិងអាយដាមបក្សសង្គមរដ្ឋលេខាធិការបាទទទួលបន្ទុកទៅលើគណៈកម្មការគ្រប់គ្រងគម្រោងហូការនេះបានជំរុញឲ្យមន្ទីរទេសចរទៅការខិតខំនៅក្នុងការបណ្ដុះបណ្ដាលទៅដល់បុគ្គលិកបម្រើការនៅក្នុងជំនាញនេះឲ្យកាន់តែប្រសើរឡើងធ្វើយ៉ាងណាភ្ញៀវមកក្នុងប្រទេសយើងគឺជាពិសេសក្នុងខេត្តបាត់ដំបងគឺដកចិត្តដកអារម្មណ៍ជាមួយនឹងការផ្ដល់សេវាកម្មហើយបន្ថែមពីនោះក៏មានការគិតគូរនិងជ្រោមជ្រែងដល់ខ្ពង់ខ្ពស់របស់អាយដាមសុកលូអភិបាលនៃគណៈបាលខេត្តបាត់ដំបងដែលតែងតែបានគ្រប់គ្រងមន្ទីរទេសចរនៅក្នុងការងារផ្សេងៗហើយជាពិសេសការងារបណ្ដុះបណ្ដាលនេះឲ្យបានកាន់តែល្អប្រសើរផងដែរលោកហមអរុនរំលេចឲ្យដឹងបន្ថែមថាដែលបានទទួលការគ្រប់គ្រងពីអង្គការ Sweet Contact ក្រោមគម្រោងអភិវឌ្ឍជំនាញហូការរបស់ក្រសួងទេសចរមន្ទីរទេសចរខេត្តបាត់ដំបងបានបើកវគ្គបណ្ដុះបណ្ដាលជាច្រើនដល់ប្រតិបត្តិករទេសចររួមមានដូចជាវគ្គសេវាកម្មហូបអាហារនិងភេសជ្ជៈគេហកិច្ចការិយាល័យជួរមុខចុងភៅឆុងកាហ្វេព្រមទាំងមគ្គុទ្ទេសកសហគមន៍ជាដើមតាមរយៈវគ្គបណ្ដុះបណ្ដាលទាំងអស់នេះបានធ្វើឲ្យការផ្ដល់សេវាកម្មមានភាពប្រសើរឡើងជាងមុនសូមជម្រាបថាកម្មវិធីបណ្ដុះបណ្ដាលបដិស្ថានកិច្ចកម្ពុជាហូការគឺជាគំរូបណ្ដុះបណ្ដាលដ៏ល្អប្រសើរដែលឆ្លើយតបទៅនឹងតម្រូវការអាជីវកម្មដែលផ្ដល់នូវការបណ្ដុះបណ្ដាលបដិស្ថានកិច្ចប្រកបដោយគុណភាពដល់បុគ្គលិកប្រធានក្រុមអ្នកគ្រប់គ្រងនិងម្ចាស់អាជីវកម្មក្នុងវិស័យបដិស្ថានកិច្ច